Đối đa cả miền mốc pí cảnh trọ có miền rồi biệp đà lõ nâng rồi biệp đà cọ đà cảnh trọ miền hiệp lõ trong thà bây giờ miền mốc đà bà lạ rồi có chuông dương ai nâng mưa khởi hỏi tất về đây đọcประกาศរបស់ព្រះក៏ដូចគ្នាដែរគឺវាបានបង្ហាញយើងនៅកន្លែងណាដែលយើងបានធ្វើខុសនិងបញ្ញត្តិរបស់ទ្រង់តែកញ្ចក់ក៏មានភាពដែលមិនសូវល្អដែរគឺដូចជាអាចនឹងបង្ហាញឲ្យយើងឃើញថាយើងស្អាតថាយើងរឹងមាំថាយើងខ្លាំងក្លាមានសាច់ដុំធំជាដើមហើយអាចធ្វើឲ្យយើងមានអំនួតដោយក្នុងរឿងរបស់ទេវតា Lucifer ដែលបានធ្លាក់ចុះពីនគរឋានសួគ៌ដោយមានបាបដោយសារគិតថាខ្លួនស្អាតហួសហេតុហើយចង់ដណ្ដើមយកដំណែងរបស់ព្រះ